ផែនទីបង្ហាញផ្លូវជីវិតពេលយើងផ្ដល់ឱកាសឲ្យរាងកាយបំពេញតួនាទីមានន័យថាយើងកំពុងប្រើអ្វីដែលហៅថាសភាវគតិពេលយើងផ្ដល់ឱកាសឲ្យចិត្តវិញ្ញាណមានឥស្សរភាពយើងនឹងបានជួបអ្វីដែលហៅថាអភូតរញ្ញាណទោះបីជារបស់ទាំងពីរនេះមើលទៅដូចជាស្រដៀងគ្នាតែតាមពិតវាហាក់ដូចជាខុសគ្នាឆ្ងាយណាស់សភាវគតិជារឿងផ្លូវកាយអ្វីដែលយើងធ្លាប់ដឹងមើលឃើញផ្ទាល់ភ្នែកអភូតរញ្ញាណជារឿងផ្លូវចិត្តមិនអាចមើលឃើញនឹងភ្នែកជារបស់អរូបីនៅចន្លោះភាវៈទាំងពីរនេះជាទីតាំងនៃភាវៈដែលហៅថាព្រីចញ្ញាណព្រីចញ្ញាណជាសមិទ្ធផលរបស់គំនិតជាការផលិតដែលបានពីខួរក្បាលជារឿងដែលតាក់ទងនឹងពុទ្ធិមិនមែនជាអ្វីដែលកើតឡើងដោយខ្លួនឯងទេសភាវគតិជាផ្នែកដែលនៅជ្រៅជាងព្រីចញ្ញាណអភូតរញ្ញាណជាផ្នែកមួយនៅខ្ពស់ជាងព្រីចញ្ញាណទាំងសភាវគតិនិងអភូតរញ្ញាណជារបស់ល្អដែលនៅហួសពីផ្នែកដែលព្រីចញ្ញាណឬគំនិតបញ្ញាខ្ញុំមិនបានប្រឆាំងនឹងអ្វីទាំងអស់ខ្ញុំគ្រាន់តែតស៊ូនឹងភាពមិនចុះសម្រុងដែលបណ្ដាលមកពីការប្រើខួរក្បាលឬគំនិតរបស់យើងខ្ញុំចង់ឲ្យលោកអ្នកយកក្បាលឬខួរក្បាលទៅដាក់នៅចំកន្លែងដែលវាគួរនៅយើងត្រូវតែឧស្សាហ៍កើនរំលឹកខ្លួនយើងជានិច្ចថាតាមពិតខួរក្បាលគឺជាអ្នកបម្រើរបស់យើងវាមិនមែនជាចៅហ្វាយដែលមកបង្គាប់បញ្ជាជីវិតរបស់យើងនោះទេ